ក្រៅពីបញ្ហាអនុវត្តច្បាប់ព្រហ្មទណ្ឌទៅលើបទល្មើសដែលបានប្រព្រឹត្តនៅក្នុងដែនដីប្រជាណាចក្រកម្ពុជាគឺថាក្នុងក្រមព្រហ្មទណ្ឌយើងនេះគឺបានចែងអំពីសមត្ថកិច្ចឬក៏អនុភាពអនុវត្តច្បាប់ព្រហ្មទណ្ឌទៅលើបទល្មើសដែលបានប្រព្រឹត្តនៅក្រៅដែនដីប្រជាណាចក្រកម្ពុជាផងដែរគឺយើងពិនិត្យឃើញនៅក្នុងមាត្រា19និងមាត្រា20គឺពាក់ព័ន្ធទៅបញ្ហារឿងសញ្ជាតិដូច្នេះតកតងបញ្ហាសញ្ជាតិនេះគឺខ្ញុំសូមជម្រាបចែកចេញជាពីរគឺថាសញ្ជាតិរបស់ជនល្មើសនិងសញ្ជាតិរបស់ជនរងគ្រោះនៅក្នុងមាត្រា19គឺបានចែងយ៉ាងច្បាស់លាស់អំពីជនល្មើសដែលជាពលរដ្ឋខ្មែរប្រព្រឹត្តបទល្មើសនៅក្រៅដែនដីប្រជាណាចក្រកម្ពុជាក្នុងនោះគឺចែកចេញទៅតាមប្រភេទបទល្មើសចំពោះបទឧក្រិដ្ឋវិញគឺថាជនល្មើសដែលជាពលរដ្ឋខ្មែរប្រព្រឹត្តនៅក្រៅដែនដីប្រជាណាចក្រកម្ពុជាគឺច្បាប់ព្រហ្មទណ្ឌកម្ពុជាមានអនុភាពអនុវត្តទៅលើជនល្មើសនេះទៅលើបទល្មើសនេះតែម្ដងគឺមានន័យថាច្បាប់ព្រហ្មទណ្ឌកម្ពុជាអាចធ្វើការដាក់ទោសទៅលើជននេះបានផងដែរចំពោះបញ្ហាពាក់ព័ន្ធជាមួយនឹងបទមជ្ឈិមវិញគឺថាពលរដ្ឋខ្មែរដែលជាជនល្មើសប្រព្រឹត្តនៅក្រៅប្រទេសអាចនឹងត្រូវផ្ដន្ទាទោសទៅតាមច្បាប់ព្រហ្មទណ្ឌកម្ពុជាបានទាល់តែបទល្មើសដែលគាត់ប្រព្រឹត្តនេះត្រូវបានប្រទេសនោះគេកំណត់ជាបទល្មើសដែរហើយត្រូវផ្ដន្ទាទោសដែរបើសិនជាប្រទេសនោះគេមិនកំណត់អំពើនឹងជាបទល្មើសទេត្រូវផ្ដន្ទាទោសទេនោះគឺថាករណីនេះមិនអាចច្បាប់ព្រហ្មទណ្ឌកម្ពុជាយកទៅអនុវត្តចំពោះបទល្មើសនេះទេនេះគឺចំពោះករណីបទមជ្ឈិមខ្ញុំសូមលើកឧទាហរណ៍ដូចជាករណីថាជនម្នាក់ប្រព្រឹត្តអំពើលួចនៅប្រទេសក្រៅគាត់ជាពលរដ្ឋខ្មែរបើសិនបើនៅប្រទេសនោះគេកំណត់ថាអំពើនោះជាបទល្មើសដែលត្រូវផ្ដន្ទាទោសដែរនោះគឺថាច្បាប់ព្រហ្មទណ្ឌកម្ពុជាមានអនុភាពអនុវត្តទៅលើអំពើនេះប៉ុន្តែបើសិនជាករណីខ្ញុំលើកឧទាហរណ៍មួយទៀតដូចជាករណីថាអំពើរួមភេទរវាងញាតិលោហិតឬក៏ញាតិប្រពន្ធច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ថាអំពើនេះជាបទល្មើសហើយជាប្រភេទបទល្មើសមជ្ឈិមហើយត្រូវផ្ដន្ទាទោសប៉ុន្តែឧបមាថានៅក្រៅប្រទេសមួយនោះគឺគេមិនចែងអំពើនេះជាប្រភេទបទល្មើសទេអញ្ចឹងទោះបីជាជននោះប្រព្រឹត្តអំពើដែលជាបទល្មើសមួយនៅប្រទេសកម្ពុជាក៏ដោយពលរដ្ឋខ្មែរដែលទៅប្រព្រឹត្តនៅប្រទេសក្រៅដែលប្រទេសនោះគេមិនកំណត់ថាជាបទល្មើសករណីនេះគឺច្បាប់ព្រហ្មទណ្ឌកម្ពុជាមិនអាចយកទៅអនុវត្តបានទេទៅលើអំពើនេះបានទេនេះគឺតកតងជាមួយនឹងសញ្ជាតិរបស់ជនល្មើសចំពោះករណីទី2គឺសញ្ជាតិរបស់ជនរងគ្រោះបើសិនជានៅក្នុងករណីដែលមានជនរងគ្រោះជាពលរដ្ឋខ្មែរត្រូវបានគេធ្វើអំពើមកលើនៅក្នុងនេះច្បាប់ព្រហ្មទណ្ឌកម្ពុជាគឺបានចែងយ៉ាងច្បាស់គឺនៅក្នុងក្រមយើងនេះគឺមាត្រា20បានចែងតែទៅលើបទឧក្រិដ្ឋទេគឺអត់មានចែងពាក់ព័ន្ធជាមួយនឹងបទមជ្ឈិមទេអញ្ចឹងយើងឃើញថាបើសិនជាពលរដ្ឋកម្ពុជាម្នាក់ឬច្រើនអ្នកត្រូវបានជនល្មើសទោះបីជនល្មើសនោះគឺជាពលរដ្ឋខ្មែរក្តីឬក៏មិនមែនជាពលរដ្ឋខ្មែរក្តីបានប្រព្រឹត្តអំពើល្មើសជាប្រភេទបទឧក្រិដ្ឋទៅលើគាត់នៅក្រៅដែនដីប្រជាណាចក្រកម្ពុជាគឺថាច្បាប់ព្រហ្មទណ្ឌកម្ពុជាមានអនុភាពអនុវត្តទៅលើប៉ុន្តែបើសិនជាប្រព្រឹត្តបទមជ្ឈិមគឺនៅក្នុងក្រមនេះគឺអត់បានចែងថាអាចមានអនុភាពអនុវត្តទៅលើទេអញ្ចឹងគឺតកតងជាមួយនឹងសញ្ជាតិរបស់ជនរងគ្រោះដែលជាពលរដ្ឋខ្មែរនេះគឺថាសម្រាប់តែករណីដែលប្រព្រឹត្តបទឧក្រិដ្ឋតែប៉ុណ្ណោះដែលគេប្រព្រឹត្តទៅលើគាត់នៅក្រៅដែនដីប្រជាណាចក្រកម្ពុជាហើយចំពោះនីតិវិធីចោទប្រកាន់តកតងជាមួយដំណើរការនីតិវិធីវិញគឺថាករណីទាំងពីរដែលខ្ញុំជម្រាបជូនអំបញ្ញមិញទោះបីជាគាត់ជាជនល្មើសដែលពលរដ្ឋខ្មែរក៏ដោយឬក៏ជាជនរងគ្រោះពលរដ្ឋខ្មែរក៏ដោយអាចចោទប្រកាន់ឬក៏ដំណើរការនីតិវិធីបានទាល់តែខាងស្ថាប័នឯកាជាអ្នកធ្វើការបដិងចោទហើយនឹងនៅការបដិងចោទរបស់ស្ថាប័នឯកានេះធ្វើទៅបានទាល់តែមានបណ្ដឹងអំពីជនរងគ្រោះឬក៏ពីសិទ្ធិវ័នឬក៏មានបណ្ដឹងបរិហារជាផ្លូវការរបស់អាជ្ញាធរនៃប្រទេសដែលជាទីកន្លែងដែលបានប្រព្រឹត្តអំពើនោះអ
ចឹងនេះគឺជាលក្ខខណ្ឌដើម្បីដំណើរការនីតិវិធីព្រោះថាបើសិនជាមិនបានមានការប្តឹងដោយលក្ខខណ្ឌមានចែងក្នុងមាត្រា21ដែលខ្ញុំជម្រាបជូនបាញ់មិញនេះទេគឺថាមិនអាចដំណើរការនីតិវិធីបានទេចំពោះចំណុចមួយទៀតជាចំណុចសំខាន់ក្រៅពីសញ្ជាតិរបស់ជនល្មើសនិងជនរងគ្រោះនេះគឺថាច្បាប់ព្រហ្មទណ្ឌកម្ពុជាមានអានុភាពអនុវត្តទៅលើចំពោះបទល្មើសដែលប្រឆាំងនឹងប្រជាណាចក្រកម្ពុជាក្នុងនោះគឺយើងពិនិត្យឃើញមានចំនួន5ប្រភេទដែលនៅក្នុងក្រមព្រហ្មទណ្ឌបានចែងនៅមាត្រា22គឺទី1គឺបទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃប្រជាណាចក្រកម្ពុជាទី2គឺបទល្មើសក្លែងត្រាផ្លូវការនៃប្រជាណាចក្រកម្ពុជាទី3គឺបទល្មើសក្លែងរូបិយវត្ថុនិងធនប័ត្រជាតិដែលមានតម្លៃស្របច្បាប់នៅប្រជាណាចក្រកម្ពុជាទី4បទល្មើសប្រឆាំងនឹងភ្នាក់ងារទូតឬភ្នាក់ងារកុងស៊ុលនៃប្រជាណាចក្រកម្ពុជាទី5គឺបទល្មើសប្រឆាំងនឹងទីតាំងទូតនិងកុងស៊ុលនៃប្រជាណាចក្រកម្ពុជាបាទទាំងអស់នេះគឺសុទ្ធតែជាប្រភេទបទល្មើសដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាមានអានុភាពអនុវត្តទៅលើបាទសូម